Chẳng khơi nhôn nhớ nhâm rõ ngày chẳng khơi nhôn sắp bay all day cho vốn này chop all night hope you feel right okay มีการงงมัน Alo ជំរាបសួរ ចាអូនសូមអញ្ជើញអូនមកជួបជាមួយពេទ្យជំនាញដើម្បីពិគ្រោះលើលទ្ធផលពីអ្នកដុំសាច់របស់អូន អ្នកគ្រូពេទ្យដុំសាច់ដែលឆាប់ថ្ងៃមុនហ្នឹងមែនហើយដុំសាច់ហ្នឹងកាយអត់អ្នកគ្រូកាយអត់ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់មន្ទីរពេទ្យផ្ទាល់មកអូន ចាចាអ្នកគ្រូចាអាឡូបងយើងអាចជួបគ្នាឥឡូវហ្នឹងបានអត់ រឿងនេះរឿងនោះរឿងពីគ្នារ៉ាប់រង nhưng mà đo lấy bọn ok chú bọn được tiền bạn đã quân chuyển bọn con ញ៉ាំអីហើយនៅបង ខ្ញុំអត់ដើរកាហ្វេហើយយាយ មកលើកនេះគ្នាច្រើនតែគេបងខាងនោះបងប្អូនចដោមួយខ្ញុំមកអេពីរនាក់ សួស្ដីដូចជាលឺបងបច្ចៈថាដូចជាចិត្តមានដំណឹងល្អឆាប់ហ្នឹងនេះ ខ្ញុំដឹងថាគួរចាប់ផ្ដើមពីណាទៅណាឯងបង អូអត់មានរឿងអីមែនបងតាមស្រួលមានអីខ្ញុំអាចជួយបងអាចប្រាប់ខ្ញុំបាន ដូចបាយបានដឹងចឹងពីអ្នកខ្ញុំចិត្តដឹងហើយចងកាយប៉ុន្តែលោកគ្រូពេទ្យបានខំមកប្រាប់ថាឲ្យទៅពិគ្រោះលទ្ធផលដុំសាច់ដែលបានឆាប់ញ៉ាំមុនណាបង ដុំសាច់ប្រភេទអីដែរបង តទៅជួបលោកគ្រូពេទ្យផ្ទាល់បង អូយខ្ញុំភ័យហ្មង អីខ្ញុំស្មានធ្វើຕົកទៀតហើយ គាត់អត់ ខ្ញុំបាក់ចិត្តហ៎បងហើយពេលកាត់ដល់ថ្លៃចំណាយលើពេទ្យហ្នឹងណាកាន់តែបាក់ចិត្តទៀតហើយ ទៅពេទ្យម្ដងណាអស់លក់ចាស់តិចហ្មងបើសាច់នឹងសាច់កាយទៀតដល់ទៅអស់ច្រើនខ្លាំងហើយ ខ្ញុំត្រូវទៅជួបពេទ្យជំនាញផ្ទាល់ហ៎បងចឹងទៅខ្ញុំចង់សុំយោបល់ពីបងខ្លះណា ចង់សួរបងថាធានារ៉ាប់រងរបស់គាត់អាចជួយសម្រួលអីបានខ្លះអត់បង ខ្ញុំយល់អារម្មណ៍របស់បងតែសូមបងកុំបារម្ភពេកអីដោយសារតែគ្រប់យ៉ាងសិតតែមានដំណោះស្រាយមែនទែនទៅកញ្ចប់ធានារ៉ាប់រងដែលបងបានរៀបចំហៅថា AA 100ការពារ Pro ជាកញ្ចប់ធានារ៉ាប់រងដែលមានការការពារទៅលើជាង100ប្រភេទនៃជំងឺធ្ងន់ធ្ងរដែលរាប់ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ ហើយនៅក្នុងហ្នឹងមានជំងឺអីខ្លះបង សម្រាប់ប្រភេទជំងឺកញ្ចប់ធានារ៉ាប់រងមានការការពារទៅលើប្រភេទជំងឺដូចជាជំងឺម៉ារីកខួរក្បាលផលវិបាកនៃជំងឺទឹកនោមផ្អែមជំងឺថ្លើមបេះដូងសួតក្រពះពោះវៀននិងជំងឺជាច្រើនប្រភេទទៀតទៅតាមដំណាក់កាលផ្សេងៗនៃប្រភេទជំងឺ អូបងចុះសំណងហ្នឹងមិនវិញទៅ អតិថិជននឹងទទួលបានសំណង 20% សម្រាប់ផលវិបាកនៃជំងឺទឹកនោមផ្អែមបើសិនជារកឃើញថាដុំសាច់របស់គាត់ស្ថិតនៅក្នុងដំណាក់កាលដំបូងនឹងទទួលបានសំណង 50% ហើយបើសិនជាចៃដន្យរកឃើញថាដុំសាច់របស់គាត់ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយគាត់នឹងទទួលបានសំណង 100% តែម្ដង 20 50 100 បាទ ដូចចំណុចជាតិស្ករនៃតរិញរបស់ខ្ញុំដែរហ្នឹង អញ្ចឹងឧទាហរណ៍ថាបើសិនជាទំហំសំណងរបស់បងសរុបគឺ$50000 20% មានន័យថា$10000 ហើយ 50% មានន័យថាបងនឹងទទួលបានសំណង$25000 ចឹង 100% ស្មើនឹង$50000 បាទ កូននឹងឆ្លាត បងបានសំណងមែនអត់បង បាទពិតប្រាកដទៅដោយសារតែបងមាន AA 100ការពារ Pro ជាមួយនឹង AA ការពារ Premium Player មានន័យថាបន្ទាប់អំពីការធ្វើសំណងជំងឺដំណាក់កាលចុងក្រោយក៏ពិតមែនបងអត់ចាំបាច់ត្រូវការបោះបុព្វលាភបន្តទៀតនោះទេប៉ុន្តែបងនៅតែទទួលបានការការពារទៅលើធានារ៉ាប់រងជីវិតរហូតដល់ចុងបញ្ចប់នៃបានសន្យារ៉ាប់រងរបស់បងឬក៏ទទួលបានទឹកប្រាក់ចុងគ្រានៃបានសន្យារ៉ាប់រងរបស់បងក៏មានសេវាប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញនៅឯក្រៅប្រទេសផងដែរ អូចាំបានហើយនឹកឃើញហើយលើកមុន អូខ្ញុំដូចសូវជឿសោះថាមានសំណងពេលខ្ញុំឈឺម្ដងតែមានពីណាយក ទៅលើតតងនេះថាបានដល់ពេលពួកខ្ញុំដឹងតែមិនទេបងអើយ សូមបងកុំបារម្ភធានារ៉ាប់រងនឹងធ្វើការទូទាត់សំណងទៅកាន់ខលក្ខខណ្ឌដែលបានចែងនៅក្នុងកុងត្រាកន្លងមកមានអតិថិជនជាច្រើនដែលគាត់បានចូលរួមចែករំលែកអំពីបទពិសោធន៍ក្នុងការទាមទារសំណងជាមួយនឹង AA តាមរយៈវីដេអូបន្តមករហូតថ្មីនេះមានអតិថិជនម្នាក់គាត់បានទទួលសំណងពី AA នៅកំពង់សោមបងដឹងថាគាត់និយាយថាម៉េចទេ ហើយគាត់ថាមិនខ្លះបង ក
គាត់ថាបើសិនជាអត់មានធានារ៉ាប់រង AIA ឬក៏ធានារ៉ាប់រងសុខភាពនឹងទេគាត់ប្រហែលជាត្រូវចំណាយលុយខ្លួនឯងទំហំទឹកលុយមានចំនួនច្រើនហើយក្នុងរយៈពេលខ្លីអញ្ចឹងគាត់ពិបាកក្នុងការរកលុយទាំងអស់ហ្នឹងប្រហែលជានឹងត្រូវខ្ចីលុយបងប្អូនឬក៏ត្រូវលក់ទ្រព្យសម្បត្តិមួយចំនួនផងក៏ថាបាន ត្រូវហើយលុយបាក់ហោណា ចាំបាច់កុំចូលតម្លាក់លេខតម្លាក់ទីតាំងច្រើនពេក មានណាយូរម្ដង បើថា skin care វិញអង្គពេញទៅពេញនេះ ខ្ញុំក៏បាក់រំលុយដែរបងហើយគាត់ទទួលបានសំណងប៉ុន្មានទៅបង វះកាត់ទាំងពីរលើកគាត់ទទួលបានទំហំសំណងប្រហែលជាង$50,000នៅក្នុងកញ្ចប់ការការពារសរុប$50,000ប្រពន្ធនិងកូនរបស់គាត់ក៏មានធានារ៉ាប់រងផងដែរដូច្នេះគ្រួសារគាត់ទាំងអស់គ្នាសុទ្ធតែមានធានារ៉ាប់រង គាត់ទៅវះអីគេហើយវះនៅណាបង គាត់វះច្រមុះនៅសិង្ហបុរីឥឡូវគាត់ជាអីបច្ចេកវិទ្យាឥឡូវជឿនលឿនមែនទែនទាំងមន្ទីរពេទ្យក្នុងស្រុកនិងក្រៅស្រុកឧបករណ៍សុទ្ធតែទំនើបហើយការព្យាបាលសុទ្ធតែមានគុណភាពផងដែរ ត្រូវហើយសម័យនេះហើយជាសាសគេដើរដល់ណាដល់ណីអស់ហើយ ហើយមានធានារ៉ាប់រងចាស់ទៀតទៅភ័យធ្វើអី ណាមួយគេមិនទាន់ប្រាប់ថាដុំសាច់នឹងកាច់ណាចេះតែគិតខ្លួនឯង ជាដុំសាច់ស្លូតក៏ថាបាន សង្ឃឹមថាអញ្ចឹង មានអីត្រូវការ support អាចប្រាប់ខ្ញុំបាន ដល់បានជួបបងនិយាយគ្នាចឹងរៀងធំធំ បើសិនជាពួកខ្ញុំមានអីអាប់ដេតចាខ្ញុំប្រាប់បងទៀតណា តែតោះមកខ្ញុំពេលណាក៏បានដែរបង ចឹងមិនម៉ាច់យើងជួបគ្នានៅហាងកាហ្វេទៀត កាហ្វេនៅសៀមរាបមិនដែរ ខ្ញុំចង់ទៅសៀមរាប មែនតារឿងខ្លះក៏ទៅសៀមរាបបាននិយាយចាញ់ លើអត់បងមកដល់ហើយ បើសិនជាបងចង់ទិញធានារ៉ាប់រងសម្រាប់កូនស្រីបងខ្ញុំអាចណែនាំគម្រោង